បាទសួស្តីសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទសារ៉ាត់ KA បាទថ្ងៃនេះដែរគឺខ្ញុំមានវីដេអូថ្មីចង់មកចែករំលែកដល់បងប្អូនសម្រាប់គាត់ដែលអ្នកអត់ទាន់ដឹងបាទគឺអំពីរបៀបបដូរឈ្មោះ account Facebook បាទ2021បាទគឺបែបងាយហើយខ្ញុំនឹងធ្វើមួយដើម្បីឲ្យបងប្អូនងាយឆាប់យល់បាទហើយដើម្បីកុំឲ្យបើបងប្អូនពេញចិត្តវីដេអូនេះបាទសូមកុំភ្លេចជួយចុច like និង subscribe channel របស់ខ្ញុំម្នាក់មួយផងបាទហើយដើម្បីកុំឲ្យខាត់ពេលយូរបាទអូខេគឺយើងចូលទៅក្នុងកម្មវិធី Facebook ទាំងអស់គ្នាបាទគឺនៅពេលដែលយើងចូលក្នុងកម្មវិធី Facebook គឺវាលោតមកអញ្ចឹងហើយបាទគឺនៅពេលដែលបងប្អូនចូលក្នុងកម្មវិធី Facebook គឺបងប្អូនចុចអាកន្លែងសញ្ញាត្រេ3នេះបាទនេះគឺសញ្ញាត្រេ3នេះបាទបងប្អូនចុចតាមទាំងអស់គ្នាបាទចូលទៅក្នុងគឺចុចកន្លែងសញ្ញាត្រេ3បាទគឺវាលោតមកអញ្ចឹងគាត់បាទយើងអូសឡើងលើបាទអូខេគឺអូសឡើងលើហើយក៏យើងនឹងឃើញសញ្ញាកងចាក់នេះបាទគឺនៅខាងក្រោមនេះបាទនៅពេលដែលឃើញសញ្ញាកងចាក់នឹងហើយបាទគឺយើងចូលទៅទាំងអស់គ្នាបាទហើយអូខេគឺវាលោតមកអញ្ចឹងទៀតហើយបាទគឺយើងចុចអាកន្លែងតាំងខានេះបាទតាំងខាគឺកន្លែងសញ្ញារូបនៅបាទចុចតាមខ្ញុំទាំងអស់គ្នាបាទពេលអញ្ចឹងហើយយើងចូលទៅកន្លែងសញ្ញារូបនៅដូចពីមុនបាទនៅកន្លែងហ្នឹងបាទចុចចូលទាំងអស់គ្នាបាទចុចចូលអញ្ចឹងហើយវានឹងចាញ់ឈ្មោះបាទនេះគឺវានេះគឺជាឈ្មោះ account Facebook របស់ខ្ញុំបាទយើងចូលទៅក្នុងឈ្មោះ account Facebook របស់យើងទាំងអស់គ្នាបាទនៅពេលដែលចូលអញ្ចឹងបាទដើម្បីបដូរបានគឺយើងចុចអាកន្លែងឈ្មោះយើងនេះបាទយើងចុចអាកន្លែងឈ្មោះចាស់យើងនេះបាទសូមអធិស្ឋានដោយសារកម្មវិធីវាអាប់ដេតថ្មីទៅវាធ្វើឲ្យយើងចូលរយៈហើយយើងអាចជាយាមច្រើនដងឲ្យយើងចូលបានបាទសូមព្យាយាមទាំងអស់គ្នាបាទនឹងគឺវាបានហើយបាទនៅពេលដែលវាលោតមកអញ្ចឹងបាទគឺយើងលុបឈ្មោះចាស់ចោលបាទហ្នឹងបាទបងប្អូនបញ្ជាក់គឺយើងលុបឈ្មោះចាស់ចោលបាទនៅពេលដែលលុបឈ្មោះចាស់ចោលហើយគឺយើងដាក់ឈ្មោះថ្មីទៅបាទយើងដាក់ខាងលើមុនបាទបញ្ជាក់គឺការបដូរឈ្មោះ Facebook របស់យើងគឺយើងអាចបដូរបានរយៈពេល60ថ្ងៃក្រោយពេលដែលយើងបដូរបាទគឺយើងអាចបដូរបានទៀតរយៈពេល60ថ្ងៃបាទអូខេបាទគឺយើងដាក់ឈ្មោះថ្មីទាំងអស់គ្នាបាទឧទាហរណ៍ថាយើងដាក់ឈ្មោះបាទឧទាហរណ៍ថាយើងដាក់ឈ្មោះថាសារិនបាទសារិន2ដងបើយើងដាក់សារិន2ដងនេះគឺយើងមិនបាច់ដាក់ខាងលើជាន់គ្នាទេបាទគឺយើងអាចមកដាក់ខាងក្រោមនេះយើងដាក់ខាងលើក្រោមនេះបាទដាក់មួយទៀតទៅបាទសារិនបាទហ្នឹងគឺវាលោតមកអញ្ចឹងហើយបាទហ្នឹងគឺនៅពេលដែលយើងដាក់ឈ្មោះបំពេញឈ្មោះត្រឹមត្រូវអស់ហើយបាទគឺយើងចុចអាកន្លែងសញ្ញាពើខៀវនេះបាទនេះនៅខាងក្រោមនេះបាទអក្សរពើខៀវនេះយើងចុចទៅបាទគឺវាលោតមកអញ្ចឹងទៀតបាទនៅពេលដែលវាលោតអញ្ចឹងហើយគឺយើងថានេះគឺឈ្មោះយើងដាក់ដូចគ្នាបាទគឺវាយើងមិនបាច់គ្រីសក៏បានយើងគ្រីសយកវិញណាក៏បានតែនៅពេលដែលយើងករណីដែលយើងបដូរឈ្មោះនោះគឺឈ្មោះវាខុសគ្នានោះគឺយើងឈ្មោះប្រើនាមតកូលឬឈ្មោះម៉េចទៅគឺយើងអាចគ្រីសកន្លែងនេះបាទគឺវានឹងត្រឡប់ឈ្មោះឲ្យយើងបាទកន្លែងនេះបាទនៅបាទបញ្ជាក់ដងទៀតបាទគឺរឿងឲ្យបដូរឈ្មោះនេះបាទគឺយើងក៏ត្រូវប្រើ password របស់យើងឬក៏លេខកូដសម្ងាត់របស់យើងបាទដែលយើងបង្កើត Facebook បាទហ្នឹងគឺយើងត្រូវដាក់កន្លែងនេះបាទបើយើងបំពេញឈ្មោះរួចអស់ហើយគឺយើងត្រូវដាក់ password ឬក៏លេខសម្ងាត់របស់យើងនៅកន្លែងនេះបាទនៅពេលដែលយើងចេះរើសរួចអស់ហើយបាទគឺយើងដាក់ password រួចអស់យើងចុចហើយក៏បងប្អូនចុចអាកន្លែងអក្សរពើខៀវនេះបាទហ្នឹងអក្សរពើខៀវនេះគឺរួចរាល់បាទកន្លែងហ្នឹងបាទហើយវីដេអូរបស់ខ្ញុំបាទគឺសូមបញ្ចប់តែប៉ុណ្្នឹងបាទហើយក៏សូមអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទហើយបើពេញចិត្តវីដេអូនេះបាទសូមកុំភ្លេចជួយចុច subscribe និង like channel ដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងបាទសូមអរគុណបាទសូមជម្រាបលាបាទ